ពលរដ្ឋភូមិឡពីងក្រុងតវ៉ាម្ដងទៀតឲ្យតុលាការប្រញាប់ចាត់ការរឿងមេឃុំបន្លំឯកសារលក់ដីព័ត៌មានបន្ថែមលោកកងប៊ុននឹងជម្រាបជូនលោកអ្នកនាងស្ដាប់ប្រជាពលរដ្ឋនៅភូមិឡពីងឃុំតាចេះខេត្តកំពង់ឆ្នាំងបានប្រាប់ថាពួកគាត់ក្រុងនឹងធ្វើការតវ៉ាជាថ្មីម្ដងទៀតនៅខាងមុខតុលាការខេត្តកំពង់ឆ្នាំងដើម្បីជំរុញឲ្យតុលាការចាត់វិធានការលើករណីបណ្ដឹងរបស់ពួកគាត់ចំពោះមេឃុំតាចេះឈ្មោះឌីឌឿនថាបានក្លែងបន្លំលិខិតស្នាមនិងមេដៃរបស់ប្រជាពលរដ្ឋលក់ដីទៅឲ្យក្រុមហ៊ុន KDC របស់ភរិយារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលប្រជាពលរដ្ឋបានបញ្ជាក់ថាប្រសិនបើតុលាការនៅតែមិនព្រមចាត់វិធានការលើករណីបណ្ដឹងនេះទេប្រជាពលរដ្ឋទាំង64គ្រួសារនឹងបន្តធ្វើការតវ៉ាដល់ក្រសួងយុតិធម៌ថែមទៀតលោកសំច័ន្ទគីអ្នកសម្របសម្រួលរបស់អង្គការអាត60បាននិយាយថាពលរដ្ឋទាំង64គ្រួសារនៅភូមិឡពីងក៏បានស្នើសុំការជួយធ្វើអន្តរាគមន៍ដើម្បីជំរុញឲ្យតុលាការប្រញាប់ជំនុំជម្រះលើសំណុំរឿងក្លែងបន្លំឯកសារក្នុងពេលឆាប់ៗនេះបន្ទាប់ពីក្រឡាបញ្ជីតុលាការបានប្រាប់ថាពាក្យបណ្ដឹងរបស់ពួកគេប្រហែលជាបានបាត់ដោយប្រការណាមួយនឹងបានប្រាប់ឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងជាថ្មីម្ដងទៀតរួមទាំងបន្ថែមភស្តុតាងមកឲ្យខាងតុលាការតំណាងអ្នកភូមិទាំង64គ្រួសារបាននិយាយថាប្រជាពលរដ្ឋទាំងអស់នឹងធ្វើការតវ៉ានៅមុខតុលាការខេត្តម្ដងទៀតដើម្បីជំរុញឲ្យតុលាការនេះបើកសវនាការជំនុំជម្រះលើបណ្ដឹងរបស់ពួកគេចំពោះលោកឌីឌឿនប៉ុន្តែមិនបានបញ្ជាក់អំពីកាលបរិច្ឆេទធ្វើការតវ៉ានៅឡើយទេចំណែកឯមេធាវីការពារក្តីរបស់ក្រុមហ៊ុន KDC International បានប្រាប់ថាក្រុមហ៊ុនរបស់លោកមិនមានជាប់ពាក់ព័ន្ធនឹងករណីនេះទេដោយថាខាងក្រុមហ៊ុនបានទិញដីទំហំ622ហិកតាក្នុងឆ្នាំ2007ពីម្ចាស់ដីដែលមានបានកម្មសិទ្ធិចំនួន105សន្លឹកនៅក្នុងភូមិឡពីងឃុំតាចេះហើយបានផ្ដល់ដីទំហំ100ហិកតាទៅឲ្យអ្នកភូមិនៅក្នុងភូមិដើម្បីធ្វើស្រែចម្ការលោកបានបញ្ជាក់ថាដីដែលក្រុមហ៊ុនបានកាន់កាប់នេះគឺបានមកដោយស្របច្បាប់ហើយក្នុងចំណោមបានកម្មសិទ្ធិទាំង105សន្លឹកដែលក្រុមហ៊ុនទទួលបានមិនមានបានណាមួយคล้ายៗនោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋទាំង64គ្រួសារនៅតែបញ្ជាក់ថាមេឃុំតាចេះគឺជាអ្នកក្លែងបន្លំស្នាមមេដៃរបស់ពួកគាត់លក់ដីនោះទៅឲ្យខាងក្រុមហ៊ុនហើយស្របពេលនឹងរដូវនេះជារដូវភ្លៀងធ្លាក់ផងនោះប្រជាពលរដ្ឋត្រូវការជាចាំបាច់នៅដីធ្លីសម្រាប់ការធ្វើស្រែចម្ការនៅពេលដែលករណីទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយនឹងក្រុមហ៊ុនមិនទាន់ត្រូវបានដោះស្រាយចប់ស្រេចបាច់ដូច្នេះគឺពួកគាត់ពុំមានដីសម្រាប់ដាំដុះនោះទេហេតុនេះហើយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាជីវភាពរបស់ពួកគាត់ទុក្ខវេទនារបស់ប្រជាពលរដ្ឋជាទុក្ខវេទនារបស់គណៈបកសំរងស៊ីយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើ website របស់កាសែតដើមអំពិលកាលពីយប់មិញបានឲ្យដឹងថាលោកអោមជំទាងប្រធានអង្គភិបប្រឆាំងអំពើពុករលួយបានសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីម្សិលមិញចំពោះការសាងសង់រូបសំណាកលោកនាយករដ្ឋមន្ត្រីខណៈដែលសេចក្តីរាយការណ៍នេះដែលចុះហត្ថលេខាដោយលោកអោមជំទាងមិនបាននិយាយអំពីទីតាំងនៃរូបសំណាកដែលគេសម្ដៅដល់នោះសន្តិសុខ2នាក់នៅច្រកចូលខាងមុខស្ថាប័នប្រឆាំងអំពើពុករលួយដែលទើបតែបង្កើតឡើងនាពេលថ្មីៗនេះនៅក្នុងទីក្រុងភ្នំពេញនោះបានអះអាងនៅសប្តាហ៍នេះថារូបសំណាកកម្ពស់ប្រហែល5ម៉ែត្រមួយនៅក្នុងច្រកចូលស្ថាប័ននេះគឺដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនការមន្ទិលសង្ស័យបានកើតមានជុំវិញរូបសំណាកដែលនៅក្របក្រណាត់ក្រហមនៅឡើយនេះចាប់តាំងពីវាត្រូវបានគេប្រទះឃើញជាលើកដំបូងនៅទីស្នាក់ការរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនៅតាមបណ្ដោយមហាវិថីនរោត្តមកាលពីថ្ងៃអង្គារក្រុមមន្ត្រីរដ្ឋាភិបាលមួយចំនួនរួមទាំងលោកអោមយុនទៀងផងដែរបានបដិសេធថាមិនបានដឹងអំពីរូបសំណាកនេះទេសេចក្តីថ្លែងការណ៍របស់លោកអោមយុនទៀងដែលចុះផ្សាយនៅលើកាសែតដើមអំពិលបានសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចំពោះការសាងសង់រូបសំណាកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដោយគ្មានការអនុញ្ញាតជាមុនសេចក្តីថ្លែងការណ៍នេះបានលើកឡើងថាខ្ញុំសូមធ្វើការសុំទោសជាសាធារណៈពីព្រោះខ្ញុំបានសាងសង់រូបសំណាករបស់លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសេចក្តីថ្លែងការណ៍នេះបានបន្ថែមទៀតថាវាជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោកអោមយុនទៀងក្នុងការសាងសង់រូបសំណាកនេះសេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថាខ្ញុំបាទសូមធ្វើការសុំទោសជាសាធារណៈចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយសូមអភ័យទោសដល់រូបខ្ញុំបាទដោយអនុគ្រោះ
គេមិនអាចតាក់ទងលោកអោមយន្ទៀងដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញកាលពីព្រឹកម្សិលមិញលោកហូសិទ្ធិប្រធានខេត្តកាឡៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញសេចក្តីជូនដំណឹងមួយដោយប្រកាសថាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យសាងសង់រូបសំណាកឬរូបចម្លាក់លោកនាយករដ្ឋមន្ត្រីទេសេចក្តីជូនដំណឹងនេះបានលើកឡើងថាខេត្តកាឡៃរបស់លោកនាយករដ្ឋមន្ត្រីសូមប្រកាសដល់ស្ថាប័នរដ្ឋទាំងអស់និងសាធារណជនទូទៅដោយហាម5នៅការដាក់តាំងឬលក់រូបសំណាកថ្នាក់ដឹកនាំនិងហាមឆ្លាក់រូបសំណាកមេដឹកនាំកម្ពុជាសេចក្តីជូនដំណឹងនេះបានថ្លែងបន្ថែមទៀតថាវាផ្ទុយទៅនឹងទំនៀមទម្លាប់នៃប្រទេសជាតិយើងដែលហាមមិនឲ្យមានការដាក់តាំងរូបសំណាកមេដឹកនាំរបស់ប្រទេសនេះខណៈដែលកំពុងនៅមានជីវិតនៅឡើយលោកខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរូបសំណាកនោះទេកាលពីម្សិលមិញចាស់ហើយសម្រាប់សារព័ត៌មាននេះនាងខ្ញុំដកស្រង់ចេញពីកាសែត The Cambodia Daily ដែលចុះផ្សាយនៅថ្ងៃនេះសមាជិកសភាគណៈបកសំរងស៊ីចូលរួមបំពាក់បំពន់ផ្នែកនយោបាយដល់មន្ត្រីថ្នាក់ក្រោមលោកមានសភានឹងជម្រាបជូននៅព័ត៌មាននេះបន្ថែមនៅថ្ងៃទី19ខែមិថុនាស្អែកនេះសមាជិកសភាគណៈបកសំរងស៊ីលោកតុកវ៉ាន់ច័ន្ទនិងលោកអេងឆៃអៀងនឹងចូលរួមពិធីបំពាក់បំពន់ផ្នែកនយោបាយដល់សមាជិកក្រុមប្រឹក្សាស្រុកនិងឃុំនិងចលនាយុវជននិងចលនាស្ត្រីគណៈបកសំរងស៊ីនៅទីស្នាក់ការកណ្ដាលគណៈបកសំរងស៊ីស្រុកបាទីខេត្តតាកែវលោកតុកវ៉ាន់ច័ន្ទបានដឹងថាការបំពាក់បំពន់ផ្នែកបញ្ញាស្មារតីដល់សមាជិកសមាជិកាគណៈបកសំរងស៊ីនៅថ្នាក់ក្រោមគឺជាកត្តាចាំបាច់ក្នុងដំណើរឆ្ពោះទៅរកការដឹកនាំប្រទេសព្រោះថាអ្វីៗផ្ដើមចេញពីប្រាជ្ញាស្មារតីទន្ទឹមនឹងនេះការផ្លាស់ប្ដូរមេដឹកនាំចាំបាច់ប្រជាពលរដ្ឋដែលជាអ្នកម្ចាស់ឆ្នោតត្រូវផ្លាស់ប្ដូរផ្នត់គំនិតជាមុនសិនឯប្រទេសមួយដែលអភិវឌ្ឍបានឆាប់រហ័សចាំបាច់ត្រូវតែមានធនធានមនុស្សលោកបន្ថែមថាវគ្គបំពាក់បំពន់នេះក៏ជាឱកាសរបស់មន្ត្រីគណៈបកសំរងស៊ីនៅមូលដ្ឋានបញ្ចេញនូវគំនិតយោបល់និងបង្ហាញពីស្ថានភាពជីវភាពប្រជាពលរដ្ឋដែលជាអ្នកម្ចាស់ឆ្នោតនៅតាមភូមិឃុំរបស់ពួកគាត់ដែលកំពុងប្រឈមនឹងបញ្ហាផ្សេងៗដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនបានយកចិត្តទុកដាក់ដោះស្រាយនិងពុំមានសមត្ថភាពដោះស្រាយតាក់ទងនឹងការបំពាក់បំពន់ផ្នែកបញ្ញាស្មារតីដល់សមាជិកសមាជិកាគណៈបកសំរងស៊ីនៅថ្នាក់ក្រោមនេះនៅឯខេត្តកំពតកាលពីថ្ងៃទី16ខែមិថុនាកន្លងទៅថ្មីនេះលោកស្រីកិត្យាវលៈអគ្គលេខាធិការរងគណៈបកសំរងស៊ីនិងជាគ្រូបង្គោលបានចុះទៅបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាឃុំនៅស្រុកជុំគិរីនិងស្រុកឈូកក្រោមប្រធានបទច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ថវិកាឃុំសង្កាត់ច្បាប់ភូមិបាលដែលផ្ដោតលើកម្មសិទ្ធិដីធ្លីបណ្ដឹងតវ៉ានិងច្បាប់អំពើហិង្សាក្នុងគ្រួសារផងដែរខ្ញុំមានសភាពន្លឺភ្លើងទៀនភ្នំពេញលោកអ្នកកំពុងស្ដាប់កម្មវិធីពន្លឺភ្លើងទៀនដែលគណៈបកសំរងស៊ីធ្វើការផ្សាយចេញពីរាជធានីភ្នំពេញ